Nghiệp xưa không có ổn nên khiประมาณថ្ងៃនេះខាងស្រុកយើងគេចាប់ផ្ដើមប្រមូលផលស្រូវហើយនៅពេលដែលចាប់ផ្ដើមប្រមូលគឺឈ្មួញកណ្ដាលនឹងចាប់ផ្ដើមទម្លាក់មិនដឹងជាក្រសួងកសិកម្មគាត់គិតថាយ៉ាងម៉េចគិតថាពេលដែលជាកសិករប្រមូលផលគឺជាឱកាសជាពេលវេលាដែលគាត់ត្រូវបានដែរហេតុអីបានជាខ្ញុំនិយាយអញ្ចឹងក្រសួងកសិកម្មឬក៏ខាងថ្នាក់ដឹកនាំនៅពេលដែលប្រជាពលរដ្ឋប្រមូលផលគួរណាស់តែអាណិតគ្នាបងប្អូនដឹងថាប្រជាពលរដ្ឋកសិករធ្វើស្រែហ្នឹងមុននឹងបានផ្លែមុននឹងបានស្រូវយកមកលក់ហ្នឹងបងប្អូនដឹងចំណាយអស់ច្រើនណាស់មហត្តាបងប្អូនខ្ញុំសួរបងប្អូនខ្លះលេង10បីអីហ្នឹង5-10បីហ្នឹងជីណាហើយថាមើលមិនដាក់អញ្ចឹងទេវាអត់បានផលច្រើនហើយសួរថា1គីឡូ500 600នេះតើឲ្យប្រជាពលរដ្ឋនឹងរស់អីបើគ្នារស់តែនឹងធ្វើស្រែហើយហ្នឹងក្នុងមួយរដូវបានតិចតួចហ្នឹងហេតុអីបានក្រសួងកសិកម្មនិយាយទៅបើនិយាយចំទៅថាតាំងពីខ្ញុំកើតមករហូតដល់ឥឡូវនេះចូលចិត្ត40នេះនៅតែកសិកម្មមិនថាស្រូវមិនថាផ្លែឈើមិនថាមើមឈើឲ្យតែដល់ពេលប្រមូលផលគឺទម្លាក់តម្លៃគ្នាហើយនៅពេលដែលទម្លាក់តម្លៃអញ្ចឹងស្រូវហ្នឹងខាងវៀតណាមចាប់ផ្ដើមបុកមកទិញហេតុអីបានគេបុកមកទិញគឺវាមានឈ្មួញកដាលនៅស្រុកខ្មែរយើងហ្នឹងបាទមានឈ្មួញកដាលហ្នឹងដើម្បីបើកឱកាសឲ្យពួកនឹងមកទិញយកទិញថោកអញ្ចឹងក្រសួងឃើញដើរបង្ហោះដើរថតហ្នឹងមើលទៅហឹកតែប៉ុន្តែនៅជាក់ស្ដែងគឺដូចជាអត់កើតគ្រប់គ្រងដូចជាអត់កើតហើយធ្វើម៉េចឲ្យប្រជាពលរដ្ឋខ្មែរយើងមានបានគេបងប្អូនឃើញផ្ទះធំនៅស្រុកស្រែមានឡានមានអីអ្នកខ្លះហ្នឹងសិតតែកូនចៅគេទៅកូរ៉េទៅជប៉ុនគេផ្ញើលុយទៅទេបាទហើយចំណែកដែលបងប្អូនគេអត់មានបងប្អូននោះតែយ៉ាងម៉េចតែពេលណាបានប្រជាពលរដ្ឋខ្មែរយើងនឹងសប្បាយរីករាយក្នុងការធ្វើកសិកម្មនឹងនៅពេលដែលបានផលអត់ម្នាក់គឺកើតទុកអារឿងទម្លាក់តម្លៃហ្នឹងមិនមែនថាអ្នកស្រុកក្រៅចេះតែស្រែកទេអានេះគឺជាសម្ដីពិតរបស់អ្នកធ្វើអ្នកលក់ហើយកុំភ្លេចបងប្អូនអ្នកស្រុកក្រៅហ្នឹងគឺចេញពីកសិករដូចគ្នាអ្នកស្រុកក្រៅហ្នឹងក៏ជាខ្មែរដែរខ្មែរហ្នឹងក៏មានបងប្អូនអ្នកធ្វើស្រែធ្វើចការហ្នឹងដែរបានគេដឹងមិនមែនជាព័ត៌មានអត់ដឹងទេមិនមែនព័ត៌មានហើយគេចេះតែនិយាយចេះតែដូចបងប្អូនខ្លះថាអ្នកក្រៅស្រុកគ្នាដឹងអីទេចេះតែព្រោះចេះតែអីកុំនិយាយអញ្ចឹងអ្នកក្នុងស្រុកខ្លះត្ររហូតដល់ព័ត៌មានមិនច្បាស់មិនពិតចេះតែបកក្បាលមកថាឲ្យអ្នកខាងក្រៅជួយសពបែបយ៉ាងទាំងអស់មិនថាអ្នកក្រីក្រមិនថាព័ត៌មានគឺជួយផ្សព្វផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំនឹងបានដឹងបើអ្នកខាងក្រៅនឹងមិនផ្សព្វផ្សាយទេខាងក្នុងធ្វើឲ្យជីសេះលេងដៃអាហ្នឹងវាចឹងឯង